អានទឹកនេះចង់ញ៉ាយម៉ៃទ្វីឯងទីដឹងហ៎ជីអាតប៉ែនេះចេះតែប្រច័នទៅកើតអត់មើលវ័យសោះអញ្ចឹងបានជាសមរម្យសម្ដីផ្អែមណោះចាប់ផ្ដើមហើយតើយប៉ែនេះលពូទ្វាចំហទេទៅណាបាត់អញ្ចេះហាស្បែកជើងនៅនឹងទេតែប៉ុណ្ណេះប្រកាសជារកមិនឃើញទេជំរាបសួរលពូណាមីងចាលើកដៃថ្វាយព្រះក្មួយលពូណាមីងកំពុងធ្វើរបងមែននឹងអីឃើញឯងកំពុងធ្វើរបងហើយសួរឯងកំពុងធ្វើរបងមែនទៀតចេះធ្វើពើទៅរួចតែចង់ញ៉ាយប្រពន្ធអញទៅໄວប្រយ័ត្នត្រូវត្បូងចប់វើយមីងកំពុងតែជីរណ្ដៅដាំបង្គោលធ្វើរបងផ្ទះកុំឲ្យគោវាចេះតែចូលស៊ីដំណាំណាមួយជួយការពារសុវត្ថិភាពផងដែរណាក្មួយស្មានតែលពូណាមីងដាំដើមឈើខ្ញុំចិត្តតែឆ្ងល់ដែរដើមឈើអីអង្គត់ត្រង់អត់ឬអញ្ចឹងដាំមិនរស់ស្មានតែលពូណាមីងផ្សំវាឲ្យមានឫសសិនណែម៉ែថាវីអានទឹកនេះចង់ញ៉ាយម៉ែទ្វីឯងទីដឹងហ៎ជីអាតប៉ែនេះចេះតែប្រច័នទៅកើតអត់មើលវ័យសោះថាមិនត្រូវដែរបើម៉ែទ្វីឯងកូនពេញកមុំហើយនៅតែស្អាតសាច់ឡើងតែលុកដូចតឡាចខ្ចីអញ្ចឹងខានលឺពាក្យនេះយូរហើយលពូដូចជាមិនសូវសប្បាយចិត្តមិនអីទេក្មួយគាត់ហត់អញ្ចឹងហើយហើយចុះក្មួយមកពីខាងណាខាងណីដែរនោះខ្ញុំឈ្មោះសទ្ធាមកពីខាងធនាគារនៅស្រុកស្រីសន្ធរណាមីងអញ្ចឹងបានជាសមរម្យសម្ដីផ្អែមណោះចាប់ផ្ដើមហើយតើយប៉ែនេះបាទសូមអរគុណណាមីងតើលោកពូណាមីងមានត្រូវការប្រាក់កម្ចីដើម្បីធ្វើរបងនេះឬពង្រីកមុខរបរអីទេមីងពូមិនធ្លាប់ខ្ចីគេផងខ្លាចគ្មានប្រាក់សងបើមីងពូពុំមានមុខរបរអីធំដុំនឹងគេផងនឹងមិនអីទេលោកពូណាមីងសម័យឥឡូវគេនិយមខ្ចីប្រាក់ពីធនាគារយកទៅរកស៊ីពង្រីកមុខរបរស្ទើរតែគ្រប់គ្នានឹងសូម្បីតែថកែធំក៏គេខ្ចីដើម្បីបង្វិលដើមទុនរកស៊ីដែរគេរកស៊ីគេមានចំណូលឯមីងពូមានចំណូលឯណាបានតែផលដំណាំចិញ្ចឹមសត្វតិចតួចគ្រាន់តែរួចម្ហូបឯកូនណាធ្វើការនៅពេញឯណោគ្នារកមិនសូវបានផងមានកូនធ្វើការនៅភ្នំពេញកាន់តែប្រសើរហើយណាមីងអាចបន្ថែមចំណូលងាយស្រួលផ្ដល់ប្រាក់កម្ចីជូនអើយមិនទាន់មានតម្រូវការទេណាក្មួយអើយអញ្ចឹងលោកពូណាមីងយកលេខទូរស័ព្ទខ្ញុំទុកសិនក្រែងលោកពេលណាដែលមាន